bắc cà rụp nâng chùm hiệp xưaប្រិមត្តទូទស្សនិកជននិយមតាមដានទស្សនានៅការផ្សាយផ្ទាល់ផងដែរហើយគណៈវេលាស្មើនេះគឺម៉ោង 4:23 នាទីបាទហើយយើងឃើញថាមុននេះមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងកង់3និងម៉ូតូបណ្ដាលឲ្យម្ចាស់ម៉ូតូហ្នឹងគឺស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកាត់ហេតុតែម្ដងប្រិមត្តយើងហ្នឹងហើយទីតាំងគឺកាត់ហេតុនៅតាមបណ្ដោយផ្លូវព្រះនរោត្តមកែងបាទត្រង់ចំណុច stop សារៈមន្ទីរជាតិណាបងប្អូនប្រិមិត្តយើងបាទយើងឃើញថាម៉ូតូមួយគ្រឿងបើតាមការបញ្ជាក់ថាពីម្ចាស់កង់3ថាម៉ូតូនោះគឺធ្វើដំណើរtừដៅពីបងបាទទៅជើងហើយចំណាយកង់3នាមួយគ្រឿងនេះគឺធ្វើដំណើរពីជើងមកបងមិនដែរដល់ចំណុច stop ហ្នឹងគឺកង់3ត្រូវបាត់ទៅមាត់ទន្លេវិញណាគឺកង់3បាត់ទៅ stop មាត់ទន្លេវិញហើយម៉ូតូគឺមកពីបងហ្នឹងគឺបានបុកបាទពេញទំហឹងចំនឹងកង់3បណ្ដាលឲ្យម្ចាស់ម៉ូតូហ្នឹងដួលបោកក្បាលស្លាប់ភ្លាមនៅនឹងកន្លែងកាត់ហេតុតែម្ដងប្រិយមិត្តយើងពិតជាសោកស្ដាយមែនទែនហើយយ៉ាងណាមិញមុននេះបើតាមបងប្អូនជាប្រវត្តិថាម្ចាស់កង់3គាត់នៅនឹងទេប៉ុន្តែឥឡូវបាទគឺរត់បាត់ហើយបងប្អូនប្រិយមិត្តយើងបាទដោយសារតែគ្រោះថ្នាក់គឺមានអ្នកស្លាប់ចឹងណាបងប្អូនប្រិយមិត្តគឺកង់3នីម៉ាក TVS ពាក់ស្លាលេខភ្នំពេញ 1LY4831 គឺបើកបរដោយបរិះម្នាក់ដែលយើងអត់ទាន់ស្គាល់អត្តសញ្ញាណគាត់ទេគឺគាត់បានរត់គេចខ្លួនពីកន្លែងកាត់ហេតុទៅហើយក្រោយពីដឹងថាជនរងគ្រោះដែលជាអ្នកជិះម៉ូតូនោះស្លាប់បាត់បង់ជីវិតនៅនឹងកណ្ដាលផ្លូវតែម្ដងហើយជាក់ស្ដែងយើងឃើញថាកង់3នេះគឺរងការខូចខាតបាទផ្នែកខាងមុខបែកខ្ទេចខ្ទីអស់នេះបាទអានេះសង្ស័យបោកជាមួយក្បាលយ៉ាងម៉េចគឺយើងអត់ដឹងទេបងប្អូនបាទហើយកង់3ហ្នឹងក៏ពិតបាទផ្នែកខាងមុខនេះដោយតែបងប្អូនឃើញហើយចូលរួមចែកម្លែកម្នាក់មួយផងដែរបងប្អូនប្រិយមិត្តយើងហើយលោកបងប្អូនណាគាត់បានបាត់សមាជិកឬក៏ប្អូនអីអត់ទាន់បានឃើញទៅផ្ទះបាទឃើញតាមការផ្សាយយើងអញ្ចឹងអាចតំណងមកកាន់សមត្ថកិច្ចបានបាទដើម្បីមកមើលសពណាបងប្អូនប្រិយមិត្តនេះគឺម៉ូតូរបស់គាត់ពាក់ស្លាកលេខបាទត្រៀមសង011ស្លាកលេខភ្នំពេញ 1AU 3871គឺជនរងគ្រោះគឺស្លៀកខោខ្មៅហើយអាវខ្មៅបងប្អូនគឺដូចជាមានពាក់មួកដែរប៉ុន្តែទប់ជាប់បងប្អូនយើងសង្ស័យថាគាត់បើកលឿនពេកបាទបោកនឹងថ្នល់ទៅឥឡូវស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកាត់ហេតុឥឡូវកំពុងតែបង្កការភ្ញាក់ផ្អើលខ្លាំងមែនទែនបាទចូលរួមចែកម្លែកអ្នកមួយប្រិមិត្តទស្សនិកជនយើងបាទហើយយ៉ាងណាមិញបើតាមការបញ្ជាក់ម្ចាស់កង់3គាត់បញ្ជាក់ថាកង់3គាត់ធ្វើដំណើរបាទពីជើងអញ្ចឹងឲ្យបងប្អូនប្រិមិត្តទៅមកដល់កន្លែង stop ហ្នឹងបាទពណ៌ខៀវអញ្ចឹងគាត់ក៏បត់ឆ្វេងបាទបត់ឆ្វេងទៅគាត់ត្រូវរថយន្តត្រូវម៉ូតូហ្នឹងគឺជិះពីបូងមកបាទត្រង់ហ្នឹងបុកពេញទំហឹងតែម្ដងបាទគឺបុកពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែងតែម្ដងណាចូលរួមចែកម្លែកអ្នកមួយផងបងប្អូនយើងហើយជនរងគ្រោះគឺអត់ទាន់ស្គាល់អត្តសញ្ញាណទេគាត់ដឹងថាដូចតែខ្ញុំរៀបរាប់អញ្ចឹងបងប្អូនអាចចូលទៅមើលក្នុងក្រុមបានបងប្អូនបន្តិចទៀតខ្ញុំបញ្ចប់ការ live ខ្ញុំដាក់ link នៅខាងក្រោមចំណងជើងដើម្បីឲ្យបងប្អូនចូលទៅមើលរូបភាពសាកសពណាបាទគាត់ជិះម្នាក់ឯងទេមិនដឹងឬក៏យ៉ាងម៉េចបងប្អូនយើងគឺយើងអត់ទាន់សូម្បីតែបងសំសុកតែគាត់យាមនៅក្បែរហ្នឹងក៏គាត់ឃើញហេតុការណ៍ដែរបងប្អូនយើងព្រោះផ្លូវវារៀងស្ងាត់ដែរតែលឺប្រាវទៅបណ្ដឹងបាទលឺប្រាវទៅបណ្ដឹងថាមានគ្រោះថ្នាក់ចរាចរណ៍អីចឹងណាប្រិមិត្តហើយបាទដូចជាក់ស្ដែងនៅដល់បងប្អូនឃើញហើយមុននេះគឺម្ចាស់កង់3គាត់នៅហ្នឹងទេប៉ុន្តែក្រោយពីពេទ្យបាទមកដល់ត្រួតពិនិត្យទៅលើបងប្អូនប្រុសដែលជាអ្នកជិះម៉ូតូហ្នឹងដឹងថាស្លាប់ប្រត់បាត់បាទរត់បាត់ហ្មងរត់ទៅណារួចបងប្អូនហើយបាទកង់3
dương miền chua miền ấy dương chân dương rút mình đuôi tê chân mình thả bao bò dương thưa hai tầm ăn tí tê bò mồn dương hai tầm mà vị này tí thế cứ ai bật na là dương miền của thân ạ và tua chưa mình bật na dương miền của thân ạ có bật na là và nẹt đợt tây của thân ạ đây nơi về là dương thưa hai phần tí tua như vậy bò mồn phần ngực chân hai không cả bao bò xôm người ta và prongประหยัดទាំងអស់គ្នាបងប្អូនយើងបាទបានមានក្តីសុខហើយសាកសមនោះបងប្អូនដោយសារតែសមត្ថកិច្ចគាត់ឈរអញ្ចឹងខ្ញុំអាចប្រចាំងចំសមត្ថកិច្ចទៅវា Facebook វាមើលអត់ឃើញបងប្អូនហើយបើសិនវាប្រចាំងចំសពហ្មងចប់ហើយបាទនោះនៅមុខបាទសមត្ថកិច្ចក៏កំពុងឈរអញ្ចឹងនោះបាទណែបងប្អូនយើងកង់3ឥណ្ឌាដោយតែខ្ញុំបញ្ជាក់នេះស្លាកលេខរបស់គាត់បាទគឺភ្នំពេញ1 LY 4831ដែលម្ចាស់កង់3រត់កិច្ចខ្លួនវាកន្លែងកាត់ហេតុទៅហើយម្ចាស់ម៉ូតូហ្នឹងគឺស្លាប់នៅនឹងកន្លែងកាត់ហេតុតែម្ដងហើយទីតាំងគឺស្ថិតនៅតាមបណ្ដោយផ្លូវនរោត្តមបាទយ៉ាងណាមិញគឺអត់តន់តាក់ទងសាច់ញាតិបានទេឥឡូវសមត្ថកិច្ចក៏គាត់អត់តន់បាទឆែកខ្លួនជនរងគ្រោះអត្តសញ្ញាណដើម្បីតំណែងទៅកាន់បាទគ្រួសារសាច់ញាតិគាត់ដែរឥឡូវនេះយើងឃើញថាកំពុងតែបកកការភ្ញាក់ផ្អើលខ្លាំងនៅត្រង់ចំណុចទីតាំងនេះតែម្ដងអរគុណណាបងប្អូនប្រិយមិត្តយើងសម្រាប់ការតាមដានទស្សនាការផ្សាយតាមពីដើមរហូតដល់ចប់ហើយគណៈពេលនេះខ្ញុំបាទបណ្ណាសូមអរគុណនិងសូមគោរពលាផងដែរ